tôi thấy chứ vẽ đi chỉ về speed chiếu nhưng cần giúp để chỉ việc mình bỏ dưỡng cứ ngày nay mình vọt miền ở bọn này kêu pan bộc phá trà này kêu chỉ protein này bản đồ bản đá đừng chỉ kêu bản đồ bản đá này onca HEDC anh trả chiết trà trong điểm xưa trà xong trong điểm xưa bà này cứu bà sắp bài ly tha sọ kilo tại Americ ban là mặc hai chiến ban ấy khác khi Americ máu tại tôi đang cam với thi bằng răng ngầm này stray trong bằng hai pi strayในขนมสุขmai dưỡng mình on ประมาณได้យើងបានចូលរួមនៅក្នុងភាពជាថ្នាក់ដឹកនាំស្ត្រីនៅលើពិភពលោកយើងបានទៅចែករំលែកនៅបទពិសោធន៍បទចែករំលែកនៅចំណេះដឹងជំនាញរបស់យើងក្នុងចំណោមស្ត្រីនៅអាស៊ីអាគ្នេយ៍របស់យើងនេះចា៎អូណាស់បាទអរគុណបាទយើងងាកមកប្រធានបទសម្រាប់យើងថ្ងៃនេះគឺការបង្កើនសមត្ថភាពយុវជនក្នុងគ្រឹះស្ថានសិក្សាចា៎យ៉ាងម៉េចប្រធានបទនេះយើងចង់សម្ដៅទៅលើអ្វីចាអរគុណលោកពូតកតងទៅនឹងការពង្រឹងសមត្ថភាពទៅលើយុវជនហ្នឹងនេះខ្ញុំចង់បង្ហាញជូនពីវគ្គបណ្ដុះបណ្ដាលដែលយើងផ្ដល់ជូនទៅដល់សិស្សនិស្សិតរបស់យើងគឺវគ្គ Operation ចាហើយដែលស្ដីអំពីគន្លឹះពង្រឹងអំណាចតខ្លួនជោគជ័យនឹងភាពជាអ្នកដឹកនាំនិយាយសាមញ្ញគឺបដោតយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យយុវជនយើងគឺមានភាពជាម្ចាស់លើខ្លួនឯងទៅលើការសម្រេចចិត្តទៅលើការកំណត់គោលដៅខ្លួនឯងឲ្យច្បាស់ពីព្រោះយើងឃើញថាពេលខ្លះយុវជនអាចនឹងមិនមានការសម្រេចចិត្តខ្លួនឯងច្បាស់លាស់ឧទាហរណ៍នេះខ្ញុំចង់លើកយកឧទាហរណ៍ជាក់ស្ដែងថ្មីតទៅនឹងសិស្សនិស្សិតរបស់យើងដែលទើបតែជាប់មធ្យមសិក្សាទុតិយភូមិជួនកាលការសម្រេចចិត្តរបស់គាត់នៅក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាថ្នាក់សាកលវិទ្យាល័យបន្តទៀតអាចជាការសម្រេចចិត្តមួយដែលអត់មានភាពច្បាស់លាស់ជួនកាលសម្រេចចិត្តដោយសារមិត្តភ័ក្តិដោយសារមិត្តភ័ក្តិគិតថាយើងទៅរៀននេះទៅបានទាំងអស់គ្នាអីអញ្ចឹងណាចាហើយឪពុកម្ដាយចាគាត់មានប្រសាសន៍ថាកូនរៀនមុខវិជ្ជានេះទៅល្អមានការងារល្អធ្វើហើយជាពិសេសដូចនារីអីអញ្ចឹងសិស្សនារីឪពុកម្ដាយមិនសូវចង់ឲ្យទៅខេត្តឬក៏មិនសូវចង់ឲ្យចុះសហគមន៍អីឆ្ងាយឯគាត់ច្រើនឲ្យកូនស្រីរៀនគណនេយ្យអីអញ្ចឹងទៅគាត់ថាកូនរៀនគណនេយ្យទៅសមជានារីហើយអាចធ្វើការក្នុងម៉ាស៊ីនត្រជាក់អីអញ្ចឹងចាប៉ុន្តែជាក់ស្ដែងបន្ទុកគណិតវិទ្យានឹងដូចជាមិនសូវបានច្រើនប្រហែលទេចាហើយគាត់ទៅរៀនវិទ្យាដែលពាក់ព័ន្ធគណិតវិទ្យាអញ្ចឹងខុសតែចាអញ្ចឹងទៅវគ្គបណ្ដុះបណ្ដាលរបស់យើងគឺផ្ដោតទៅលើការដែលធ្វើយ៉ាងណាឲ្យគាត់ស្គាល់ខ្លួនឯងច្បាស់គាត់មានឱកាសនៅក្នុងការឆ្លុះបញ្ចាំងខ្លួនឯងអ្វីទៅជាសក្តានុពលខ្លួនឯងពិតប្រាកដពីព្រោះធៀបពិតយើងមានសក្តានុពលដើម្បីជោគជ័យប៉ុន្តែពេលខ្លះសក្តានុពលរបស់យើងវាហាក់ដូចជាគ្រាប់ពូជដែលត្រូវបានក្របដោយសម្រាមព្រោះពេលខ្លះយើងមានគ្រាប់ពូជល្អតែដាក់ត្រូវបានដាំនៅដីដែលអត់សូវមានជីជាតិឬក៏ពេលខ្លះសម្រាមកពីលើទៀតអញ្ចឹងយើងជួយកាយសម្រាមនឹងចេញសម្រាមនឹងមានដូចជាអីខ្លះឧទាហរណ៍ថាគាត់មានការយល់ខុសគាត់យល់ថាពិបាករកការងារធ្វើទោះបីជាយើងរៀនមិនក៏ដោយស្រុកខ្មែរបើសិនជាយើងមិនសូវមានខ្សែឬក៏មិនសូវមានអីអញ្ចឹងពិបាករកការងារធ្វើប៉ុន្តែធៀបពិតយើងឲ្យគាត់យល់ឲ្យត្រូវវិញតាមពិតខ្សែនឹងថាទៀតពិតវាគឺជាចំណងតាក់ទងចាកញ្ញាថាណាព្រោះកាលណាដែលយើងមានការយល់ត្រូវយើងកសាងចំណងតាក់ទងពីព្រោះកាលណាដែលយើងមានសមត្ថភាពហើយយើងអត់ចេះបញ្ចេញសមត្ថភាពវាស្មើនឹងយើងអត់សមត្ថភាពដែរវាសាមញ្ញឧទាហរណ៍ថាយើងមានកូនកំមុំស្អាតតែដាក់នៅក្នុងបន្ទប់ងឹតឈឹងអត់បានបង្ហាញសមត្ថភាពអញ្ចឹងដូចជាអត់មានដែរសមត្ថភាពដូចគ្នាចាហ្នឹងហើយគឺចង់និយាយថាឲ្យគាត់មើលឃើញក្នុងផ្លូវវិជ្ជមានវិញព្រោះជាការពិតបើសិនជាយើងសម័យមើលបើយើងរៀនចេះប៉ុន្តែយើងមិនសូវមានចំណងតាក់ទងល្អចរិតរបស់យើងនឹងយើងមិនសូវយកចិត្តទុកដាក់ទៅលើការធ្វើយ៉ាងម៉េចដើម្បីឲ្យយើងគួរជាទីចូលចិត្តគួរជាទីរាប់អានពីអ្នកដទៃនឹងក៏ពិបាកដែរបាទនិយាយទៅអ្វីដែលអ្នកគ្រូលើកឡើងមកនេះគឺវាចំចំណុចនៅក្នុងសង្គមជាតិរបស់យើងនឹងយើងទទួលស្គាល់ប៉ុន្តែគ្រាន់តែថាយើងមិនអាចផ្ដេកផ្ដួលទៅចាំថាតើមានខ្សែនឹងបានខំរៀនឬក៏នឹងមានការងារធ្វើល្អទេមិនមែនអញ្ចឹងទេឥឡូវហ្នឹងគឺខាងOperasi ហ្នឹងគឺគេមានកម្មវិធីដើម្បីនឹងធ្វើយ៉ាងណាឲ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីកុំឲ្យពឹងខ្សែហ្នឹងអ្នកណាដែលប្តេជ្ញាផ្ដួលតាមខ្សែហ្នឹងក៏ប្តេជ្ញាផ្ដួលដែរដូចអ្នកគ្រូអញ្ចឹងអត់មានខ្សែទេតែមកសប្តាហ៍ថ្ងៃនេះមិនចឹងកញ្ញាកណាក៏អត់ខ្សែដែរខំរៀនឡើងចង់នេះតពាក់វ៉ែនតាពីរវេជាន់ហើយចាខ្ញុំបានបង្កើតខ្សែដែលខ្ញុំមានប្រសាសន៍បង្ហាញថាជាខ្សែវិជ្ជមានមួយមានន័យថាតាំងពីនៅខេត្តបង្កើតចំណងតាក់ទងជាមួយអ្នកនៅទីក្រុងមានឱកាសបញ្ចេញសមត្ថភាពបញ្ចេញឲ្យគេដឹងថាយើងមានសមត្ថភាពទោះបីនារីមកពីស្រុកស្រែក៏ដោយប៉ុន្តែយើងអាចមានសមត្ថភាពដូចអ្នកនៅទីក្រុងដែរនៅស្រែណាចាខ្ញុំមកពីព្រៃវែងអ្នកព្រៃវែងហើយខ្ញុំអាចទៅបរទេសខ្ញុំអាចទៅអីដោយសមត្ថភាពខ្លួនឯងត្រឹមត្រូវចាពិតប្រាកដថាពិសេសមែនទែនឃើញថាសម្រាប់វគ្គបណ្ដុះបណ្ដាលនេះពីព្រោះថានេះខ្ញុំជឿជាក់ថាយុវជនរបស់យើងដែលទើបតែបញ្ចប់នៅការសិក្សាក៏ដូចជាប្រឡងចប់ថ្នាក់ទី12អញ្ចឹងណាចាអ្នកគ្រូ
ឃើញថាមានប្រយោជន៍នៅក្នុងនោះការសិក្សានេះនៅថ្ងៃណាដែរទីតាំងណាដែរហើយការដែលបងប្អូនអាចសួរនាំពីព័ត៌មាននៃការចុះឈ្មោះនឹងធ្វើដោយម្ដេចចា៎ចាអរគុណកញ្ញាថាណាយើងមានវគ្គបណ្ដុះបណ្ដាល Operation នឹងយើងរៀបចំជាពិសេសសម្រាប់សិស្សនិស្សិតនឹងគឺជារៀងរាល់ខែតែម្ដងចាគឺសិក្សានៅអាគាររបស់អង្គការ HEDC អន្តរជាតិដែលយើងមានបន្ទប់បណ្ដុះបណ្ដាលជាច្រើននៅខាងត្បូងជាប់របងវិទ្យាល័យបាក់ទូកចាហើយគឺនៅផ្ទះលេខ105ហើយផ្លូវ164ចាសង្កាត់អូរិស័យ2ខណ្ឌ7មករាយ៉ាងនេះចាហើយអាចទំនាក់ទំនងទូរស័ព្ទ081 929 007បានចាកន្លងមកពាក់ព័ន្ធទៅនឹងលទ្ធផលវិញអ្នកគ្រូនៅពេលដែលកូនសិស្សឬក៏សិក្ខាកាមដែលគាត់ចូលរៀននៅក្នុងវគ្គ Operation នេះហើយតើប្រសិទ្ធភាពឬក៏លទ្ធផលពីគាត់ក្នុងការផ្លាស់ប្ដូរពីគាត់ពីមុនហើយគាត់ឥឡូវហ្នឹងខុសគ្នាដូចម្ដេចខ្លះចាជាការពិតយើងមិនមានការធ្វើ survey ជាផ្លូវការយើងមានស្ថិតិឲ្យជាលក្ខណៈស្តង់ដារទេប៉ុន្តែអ្វីដែលយើងធ្វើគឺយើងប្រមូលនៅព័ត៌មានត្រឡប់ពីអ្នកចូលរួមរបស់យើងវិញណាចាហើយយើងសួរគាត់សាមញ្ញទេថាតើគាត់គិតថាវគ្គបណ្ដុះបណ្ដាលរយៈពេល4ថ្ងៃនោះជូនអ្វីដល់គាត់ខ្លះអ្វីដែលជាព័ត៌មានត្រឡប់ពីគាត់មកវិញគឺគាត់បង្ហាញថាធ្វើឲ្យគាត់មានទំនុកចិត្តលើខ្លួនឯងធ្វើគាត់មានកម្លាំងចិត្តលើខ្លួនឯងជឿជាក់ថាខ្លួនឯងអាចធ្វើបានហើយគាត់មានក្តីសម័យធំព្រោះពេលខ្លះយើងអាចនឹងជាប់ផ្នត់កំណត់មួយចំនួនថាកូនអើយខ្លួនទៀបកំតោងដៃខ្លីកំឈងសវ៉ាអោភ្នំយើងអាចទៅមុខបានឆ្ងាយទេអញ្ចឹងធ្វើឲ្យគាត់មើលឃើញថាបើយើងគិតយើងចេះកំណត់គោលដៅយើងត្រូវកំណត់គោលដៅឲ្យធំចង់និយាយថាបើកាលណាយើងគិតធំយើងនឹងបានលទ្ធផលធំបើគង់តែគិតតែដែរគិតឲ្យធំទៅព្រោះកាលណាដែលយើងអែមហើយចង់និយាយថាយើងមានគោលដៅវែងឆ្ងាយទោះបីជាយើងអត់សម្រេចបាន 100% ក៏បាន 80% ដែរប៉ុន្តែអ្នកខ្លះពេលដែលគាត់មិនទាន់រៀនគាត់គិតថាយើងទៅណាមិនរួចទេចឹងទៅអ្វីដែលសំខាន់មួយទៀតធ្វើឲ្យគាត់កាន់តែស្រឡាញ់ជីវិតរបស់គាត់ស្រឡាញ់ខ្លួនឯងពីព្រោះកាលណាដែលយើងស្រឡាញ់ខ្លួនឯងយើងមានឆន្ទៈមុតមមនៅក្នុងការអភិវឌ្ឍខ្លួនឯងហើយកាន់តែស្រឡាញ់ឪពុកម្ដាយកាន់តែស្រឡាញ់មនុស្សនៅជុំវិញខ្លួនទាំងអស់ហើយគាត់មានចំណងតាក់ទងពីព្រោះគាត់ជឿថាព្រោះយើងអាចនឹងងប់ងល់ថានៅក្នុងសាលាយើងអាចលេខ1ក្នុងសាលាយើងមិនខ្វល់មួយមិត្តភ័ក្តិបានយើងអាចធ្វើយ៉ាងម៉េចឲ្យតែបន្ទុកយើងល្អទៅអ្នកគ្រូឲ្យបន្ទុកល្អទៅគឺយើងលេខ1ប៉ុន្តែនៅក្នុងសង្គមមិនប្រកាសថាយើងលេខ1នៅសាលាយើងអាចជោគជ័យលេខ1ក្នុងសង្គមទេវាទាមទារឲ្យយើងមានចំណេះដឹងហើយមានចរិតមានអត្តចរិតល្អទៀតកុំឲ្យគេនិយាយថាមើលទៅរូបសង្ហាស្រស់ស្អាតហើយមានចំណេះវិជ្ជាដែរតែអន់ចរិតអាហ្នឹងនិយាយសាមញ្ញលោកគ្រូពេលខ្លះចាអាចពិបាកនឹងគាត់ត្រៀមលក្ខណៈចូលបម្រើការងារនៅស្ថាប័នណាមួយពីព្រោះពេលខ្លះបុគ្គលិកអញ្ជើញទៅធ្វើការបានអញ្ចឹងគាត់អាចឆ្លងកាត់រយៈពេល3ខែឬក៏ probation តែដល់ពេលក្រោយពីនឹងមកបើគាត់មិនជប់ខ្លួនឯងក៏អាចនឹងគេបញ្ឈប់ដោយសារតែគាត់អត់អាចធ្វើការងារចុះសម្រងជាមួយនឹងក្រុមឬក៏ពេលខ្លះនិយាយសាមញ្ញភាសាខ្មែរយើងច្រើនថាចូលទៅដូចមានតែគាត់ណាគេថាដូចចូលទៅបោះឃ្លៀកហ្មងណាអត់មានមើលឃើញអ្នកណាអត់មើលឃើញអត់ឲ្យតម្លៃគេអីអញ្ចឹងទៅសិស្សនិស្សិតដែលគាត់បញ្ចប់ការសិក្សាហើយគាត់កំពុងតែនៅថ្នាក់សាកលវិទ្យាល័យគាត់ត្រៀមលក្ខណៈធ្វើការងារនៅកន្លែងណាមួយហ្នឹងធ្វើគាត់ស្គាល់ខ្លួនឯងច្បាស់គាត់កំណត់គោលដៅហើយគាត់មានភាពជាម្ចាស់លើខ្លួនឯងខ្លាំងគាត់មិនលងនឹងភាពសប្បាយភ្លើតភ្លើនពីព្រោះសិស្សនិស្សិតមួយចំនួនគាត់មកពីខេត្តគាត់មកពីអីអញ្ចឹងទៅអាចពេលខ្លះបើគាត់មិនចេះទប់ខ្លួនឯងអត់មានការត្រួតបញ្ជាលើខ្លួនឯងអាចនឹងលងមិត្តភ័ក្តិអស់ទាញសប្បាយជាមួយភ្លើងពណ៌ព្រោះនៅទីក្រុងសប្បាយជាងខេត្តព្រោះតែខ្ញុំមកថ្មីមកពីព្រៃវែងមកទីក្រុងសប្បាយអញ្ចឹងបទពិសោធន៍ពីភាពជាយុវវ័យបទពិសោធន៍ការដែលឆ្លងកាត់បាក់ឌុបថ្មីយើងអត់មានគោលដៅយើងអត់ដឹងថាត្រូវរើសជំនាញអីហ្នឹងហើយបានជានេះខ្ញុំប្រើប្រាស់បទពិសោធន៍ហ្នឹងចែករំលែកហើយដោយសារតែអ្វីបានរៀនពីលោកគ្រូ Kim Sok Heng ក៏ដូចជាលោកគ្រូ Christopher Lee ដែលគាត់ជាអ្នកបង្កើតវគ្គបណ្ដុះបណ្ដាល Operation ចាដែលយើងមានសភៅ Operation លោកគ្រូគាត់បានបញ្ចប់ហ្នឹងហើយក្រោមការដឹកនាំរបស់លោកគ្រូ Kim Sok Heng ហ្នឹងគឺយើងបានប្រើប្រាស់បទពិសោធន៍ទាំងអស់ហ្នឹងចែករំលែកទៅដល់សិស្សនិស្សិតជាច្រើននៅក្នុងប្រទេសកម្ពុជារបស់យើងចាហើយយើងឃើញថាគាត់មានភាពពេញចិត្តគាត់នៅតែបន្តណែនាំមិត្តភ័ក្តិគាត់ចេញមករៀនទៀតហើយជំរាបជូនផងដែរថាវគ្គបណ្ដុះបណ្ដាលរបស់យើងភាគច្រើនអ្នកចូលរួមគឺគាត់គេហៅថាណែនាំតគ្នាគាត់ថាវគ្គហ្នឹងមានប្រយោជន៍អញ្ជើញទៅរៀនអញ្ចឹងទៅអញ្ចឹងយើងបានអ្នកចូលរួមជាង 25,000 អ្នកមកដល់បច្ចុប្បន្នហ្នឹងគឺតាមរយៈការណែនាំតគ្នាហ្នឹងបាទក្នុងនោះអ្វីដែលកម្មវិធីរបស់យើងតែតែលើកមកជាញឹកញាប់ស្ដីអំពីការបើកទ្វារអាស៊ានសមាគមកម្មអាស៊ាននៅពេលខាងមុខនេះគឺប្រទេសជិតខាងរបស់យើងគេពង្រឹងណាស់ស្ដីពីធនធានមនុស្សនេះបាទក្នុងនោះOperation មានកម្មវិធីអ្វីសំខាន់សម្រាប់ឲ្យយុវជនរបស់យើងត្រៀមលក្ខណៈដើម្បីនឹងទទួលនឹងការបើកទ្វារសមាហរណកម្មរបស់អាស៊ាននៅឆ្នាំ2015ខាងមុខនេះ
ចាចំណុចនេះពិសេសណាស់លោកពូព្រោះជាការប៉ັດ operation គឺជាវគ្គបណ្ដុះបណ្ដាលមួយដែលយើងហៅថាជាប្រភេទ soft skill យើងនិយាយទៅជាជំនាញទន់ដើម្បីឲ្យគាត់ត្រៀមលក្ខណៈហើយអ្វីដែលយើងបានធ្វើគឺយើងបានផ្ដល់នៅការលើកទឹកចិត្តក៏ដូចជាផ្ដល់នៅព័ត៌មានបន្ថែមពីលើអ្វីដែលជាការកំណត់គោលដៅក៏ដូចជាការពង្រឹងសមត្ថភាពរបស់គាត់ហ្នឹងឲ្យគាត់ចេះថ្លឹងថ្លែងឲ្យគាត់បើកំណត់គោលដៅឲ្យគាត់មើលថាតើឆ្នាំ2015គាត់គិតថាខ្លួនគាត់នឹងខ្លាយទៅជាអីគាត់អាចខ្លាយទៅជា manager ឬក៏គ្រាន់តែជាកម្មករអញ្ចឹងគាត់ត្រូវត្រៀមលក្ខណៈថាគាត់ប្រឡូខ្លួនយ៉ាងម៉េចនៅក្នុងទីផ្សារការងារអញ្ចឹងតម្រាំដល់2015នេះពីឥឡូវទៅគាត់ត្រៀមលក្ខណៈអីខ្លះអញ្ចឹងគាត់ត្រូវពង្រឹងសមត្ថភាពគាត់ទាំងសមត្ថភាពចំណេះដឹងជំនាញបច្ចេកទេសចាទៅលើភាសាទៅព្រោះឥឡូវបើយើងអត់ចេះភាសាអង់គ្លេសពិបាកហើយចាអង់គ្លេសនិងកុំព្យូទ័រយើងត្រូវតែចេះពីព្រោះនៅក្នុងអាស៊ានភាសាដែលយើងប្រើគឺភាសាអង់គ្លេសហើយនៅពេលដែលគាត់ចេះពីចំណុចហ្នឹងហើយជំនាញបច្ចេកទេសជំនាញភាសាហើយគាត់ត្រូវមានជំនាញគេហៅថាជំនាញទំនាក់ទំនងជំនាញទន់ដែលយើងហៅថា soft skill ហ្នឹងហើយគាត់ជាខ្មែរគាត់ត្រូវតែមានចំណេះដឹងទូទៅភាសាខ្មែរចារឿងស្រុកទេសរបស់យើងតាំងពីសេដ្ឋកិច្ចសង្គមនយោបាយវប្បធម៌ត្រូវដឹងទាំងអស់អញ្ចឹងទៅគាត់ត្រូវតែបន្តនៅការទទួលយកព័ត៌មានទាំងក្នុងប្រទេសទាំងក្រៅប្រទេសជាប្រចាំហើយជាក់ស្ដែងដូចនៅ CNC នឹងគឺបានផ្ដល់ព័ត៌មានអាប់ដេតច្រើនថ្មីអញ្ចឹងយើងអាចប្រមូលព័ត៌មានពីតាមរយៈទូរទស្សន៍វិទ្យុឬក៏កាសែតឬក៏តាមបណ្ដាញសារព័ត៌មានផ្សេងហ្នឹងគឺជាចំណុចដែលនៅក្នុងវគ្គបណ្ដុះបណ្ដាល operation របស់យើងបានបញ្ជ្រាបពីព្រោះបើឲ្យយើងបង្រៀនត្រៀមលក្ខណៈសម្រាប់សមាហរណកម្មសហគមន៍អាស៊ានហ្មងយើងអត់មានឲ្យចំអញ្ចឹងទេលោកពូគាត់ថាយើងឆ្លៀតឱកាសនៅក្នុងការដែលគាត់ចេះកំណត់គោលដៅខ្លួនឯងហើយគាត់ចេះមើលឃើញឱកាសព្រោះក្នុង operation យើងឲ្យគាត់មើលឃើញត្រូវមិនឲ្យគាត់ចង់និយាយថាគាត់ត្រូវថ្លឹងបុគ្គលដែលជោគជ័យគេមើលឃើញឱកាសនៅក្នុងការលំបាកប៉ុន្តែបុគ្គលដែលអត់សូវជោគជ័យគឺគាត់មើលឃើញការលំបាកនៅក្នុងឱកាសអ្នកខ្លះគាត់មើលឃើញថាសមាហរណកម្មសហគមន៍អាស៊ានគឺពិបាកហើយយើងមិនដឹងធ្វើអីទេប្រទេសគេប្រជាជនគេមកចូលធ្វើការងារនៅប្រទេសយើងអស់ហើយប៉ុន្តែបុគ្គលដែលគាត់ជោគជ័យដែលត្រៀមលក្ខណៈគ្រប់គ្រាន់គាត់មើលឃើញថាណឱកាសយើងមិនមែនធ្វើការតែស្រុកខ្មែរយើងអាចទៅធ្វើការនៅសិង្ហបុរីឬក៏ប្រទេសដទៃទៀតបានឲ្យតែត្រៀមលក្ខណៈបានគ្រប់គ្រាន់ល្អណាស់បាទអរគុណអ្នកគ្រូច្រើនបាទដែលបានផ្ដល់នូវកិច្ចសម្ភារនេះបាទប្រិយមិត្តទស្សនិកជនកម្មវិធីរបស់យើងសន្មតចាប់តែប៉ុណ្ណេះដោយសារថ្ងៃនេះជាថ្ងៃសុក្រចុងសប្តាហ៍យើងសន្យាវិលមកជួបប្រិយមិត្តនៅថ្ងៃច័ន្ទនៅពេលនេះយើងខ្ញុំទាំងអស់គ្នាសូមគោរពលាសូមអរគុណទៀត